អូខេជំរាបសួរដូចជាសួស្តីពុកម៉ែបងប្អូនបាទពេលមកជួបជាមួយនឹងម៉ូតសក់ល្បីហើយគឺ Midfit បាទសម្រាប់ម៉ូតនេះផងដែរគឺជាម៉ូតសក់មួយដែលមានការដេញស្រមោលបែបលក្ខណៈកដាលអត់ខ្ពស់បាទសម្រាប់ដៃថ្មីព្យាយាមមើលហើយនឹកអនុវត្តតាមជំហានដំបូងនៃការកាត់សក់ប្រភេទនេះគឺយើងត្រូវតែកំណត់ទម្រង់សក់ឲ្យបានសិនបន្ទាប់មកចាំយើងធ្វើការដេញស្រមោលវាការដេញស្រមោលគឺយើងកំណត់ຂະຫນາດខាងក្រោមសបន្ទាប់មកគឺលេខ0.5សេរីថ្មិញជួសឡើងលើមួយតង់ទៀតហើយការងារបន្តគឺពាក្យលេខ1បាទកន្លែងនេះគឺយើងពាក្យលេខ1ឈ្លោះតពីកន្លែង0.5បន្ទាប់ពាក្យលេខ1ឈ្លោះតហើយយើងមកពាក្យលេខ1កន្លះវិញកន្លែងនេះគឺ1កន្លះដល់ពេលដែលយើងប្រើពុម្ពបដិញគ្នាទៅគឺវានឹងចេញទម្រង់សក់ស្ដើងបានន័យថាស្រមោលសក់គឺវាចាប់ផ្ដើមបដិញគ្នាហើយបន្ទាប់មកគឺពាក្យលេខ1ដដែលបន្តែគេកាច់ថ្មិញវាឡើងលើវិញមកធ្វើការលុបឬក៏ឈូសបំបត្តិវាដោយចំណុចណាដែលអត់ស៊ីគ្នានៅចំណុចលេខ1សេរីថ្មិញការងារបន្តគឺយើងពាក្យលេខ0.5មកឈូសនៅចំណុចលេខ0.5សេរីថ្មិញការងារបន្តគឺលេខ0បណ្ដោយប៉ុន្តែយើងសេរីថ្មិញវាដើម្បីមកធ្វើការផ្សារភ្ជាប់នៅចំណុចលេខ0សេរីថ្មិញណាលេខពុំលេខ0.5ហើយខាងក្រោមគឺយើងប្រើលេខ0ពេញមកដើម្បីលុបបំបត្តិស្នាមដែលយើងកំណត់ជាមួយនឹងការជ្រាបហើយនឹងការកំណត់ជាមួយមន្ទិលជ្រាបណាអូខេបន្ទាប់ពីយើងបានតម្រង់សក់ហើយយើងមកធ្វើការជ្រាបយកផ្នែកខាងមុខដើម្បីយកជ្រុងសក់បន្ទាប់មកយើងមកធ្វើការកំណត់តម្រង់ជើងសក់ឲ្យមានស្មោលហើយនឹងຂະຫນាតសក់ដែលធ្លាក់មកណាហើយការងារបន្តគឺយើងប្រើកត្រៃចាស់ឃើញអត់វានឹងចេញទម្រង់សក់ស្អាតឥឡូវវាចាប់ផ្ដើមចេញស្រមោលសក់ហើយពុកម៉ែបងប្អូនហើយនឹងជាងដៃថ្មីបាទស្រមោលសក់គឺចេញមកគឺស្អាតបែបនេះណានេះគឺជាការដេញស្រមោលដែលយើងហៅថាលក្ខណៈ mid fade អូខេឥឡូវគឺចេញទម្រង់សក់មកគឺស្អាតមែនតើណាពុកម៉ែបងប្អូនបាទកុំភ្លេចជួយឲ្យជួយឲ្យវីដេអូហើយនឹង share ម្នាក់មួយផងហើយកុំភ្លេចជួយ comment ខាងក្រោមវីដេអូរបស់ admin ម្នាក់មួយដើម្បីរកកម្លាំងចិត្តឲ្យ admin ជួបគ្នានៅក្នុងវីដេអូចែករំលែកនៅពេលក្រោយទៀតបាទអរគុណច្រើនជួបគ្នាពេលក្រោយ